តោះឥឡូវយើងមកនិយាយបន្តិចពាក់ព័ន្ធជាមួយរឿងសង្គ្រាមជីវិតដែលព្រះយាសម្រាប់ភាគបន្តអ្នកគ្នាគឺសម្រាប់ភាគទី64អានឹងភាគនេះគឺជាភាគបញ្ចប់កថាបានដែរអ្នកនរគ្នាព្រោះឥឡូវនេះគឺសិនបានសុំមន្ត្រារៀបការបានជោគជ័យអ្នកគ្នាចាប៉ុន្តែរឿងមួយទៀតដែលហើយអប្រមបញ្ឈប់ការសងសឹករវាងមន្ត្រីហើយនឹងស៊ីនរីទេសូម្បីតែឥឡូវហ្នឹងគឺស៊ីនរីកំពុងតែពិការជើងហើយកំពុងតែអង្គុយលើលទេអ្នកគ្នានិយាយទៅអ្នកគ្នាអ្នកឃើញទស្សនវិជ្ជាពេលនេះហើយមកជួបជាមួយនឹងស៊ីនរីហើយជាយើងបញ្ចុះបញ្ចូលឬក៏ចង់ជួបអត់ទៅកាន់ស៊ីនរីអញ្ចឹងទៅអ្នកគ្នាហើយតែដល់ពេលហ្នឹងគឺមន្ត្រីមកតន់មន្ត្រីសួរថាហេងចង់ធ្វើអីជាមួយនឹងស៊ីនរីគាត់បាននិយាយថាអូប្រពន្ធទាំងពីរហេតុអីបានជាកាន់ជើងគ្នាឬក៏ជួយគ្នាអញ្ចឹងណាហើយក៏បាននិយាយថាឬក៏អ្នកទាំងពីរហ្នឹងបានសុំគំនិតគ្នាធ្វើបាបគាត់អញ្ចឹងទៅធ្វើគាត់ហ្នឹងពីការផ្នែកមកចាហៀងគឺខេងខឹងខ្លាំងមែនតើហើយចាស់ស្អាតពេលហ្នឹងគឺពេលដែលគាត់កំពុងតែរត់រឿងជាមួយនឹងអ្នកទាំងពីរហ្នឹងក៏សិនមកតន់ហើយសិនក៏បានបន្តជាមួយនឹងហេងមកស្ទុះធំដែរអ្នកទាំងអស់គ្នាស្រុកតែពេលហ្នឹងគឺមន្ត្រីហើយនឹងស៊ីនរីគឺនាំគ្នាព្យាយាមកិច្ចខ្លួនអញ្ចឹងទៅប៉ុន្តែចង់និយាយថាពេលហ្នឹងអត់ដឹងថាតើមានហេតុការអីកើតឡើងដល់គ្នាចាំទីមើលដល់គ្នាថាតើយប់ហ្នឹងហេងហើយនឹងសិនអ្នកណាត្រូវ4ដល់គ្នាព្រោះពេលហ្នឹងគឺហេងកំពុងតែព្យាយាមតតាំងជាមួយនឹងសិនដែរអញ្ចឹងទៅនិយាយទៅអ្នកគ្នារឿងនេះគឺកាន់តែគេដល់ភាពបញ្ចប់ហើយអញ្ចឹងអ្នកគ្នាកុំភ្លេចទស្សនាទាំងអស់គ្នាតាមរយៈប៉ុស្តិ៍បាយ័នសម្រាប់រឿងសង្គ្រាមជីវិតភាគយន្តគឺលេងបានយូរខ្លាំងមែនតើខ្ញុំសូមសរសើរហ្មងភាគទី63ហើយអ្នកគ្នាគឺលេងយូរនឹងធ្វើអ្នកគ្នាតែពេលថាតាំងចិត្តប៉ុន្តែធានាថាវគ្គនេះគឺល្អមួយអ្នកគ្នាតោះកុំភ្លេចទាំងអស់គ្នាតាមដានភាគទី64